ការទទួលបាននូវភាពជោគជ័យគឺជាភាពបាក់មួយតែបន្តរក្សាភាពជោគជ័យគឺជាការរត់តែលំបាកតទៀត លោកគ្រូដោយសារតែថ្ងៃហ្នឹងលោកគ្រូខាងទីពេទ្យរបស់ខាងលោកគ្រូទទួលបានថាពានរង្វាន់អាចថាចាត់ទុកថាជាការជោគជ័យមួយដែរបន្ទាប់ពីលោកគ្រូមន្ទីរពេទ្យទទួលបានពានរង្វាន់នៅថ្ងៃហ្នឹងថាតើមន្ទីរពេទ្យនឹងមានការបដិញ្ញាចិត្តយ៉ាងណាដែរតាក់ទងជាមួយនឹងបន្តការបំផុសគំនិតឲ្យអ្នកម្ដាយនៅតែបន្តបណ្ដៅដោះកូនលោកគ្រូបាទការទទួលបាននូវភាពជោគជ័យគឺជាភាពបាក់មួយតែបន្តរក្សាភាពជោគជ័យគឺជាការរត់តែលំបាកតទៀតចឹងមន្ទីរពេទ្យបានអនុវត្តរួចហើយគឺយើងបានសរសេរចំពោះការទិញដៅបន្តការថែរក្សាគឺបំរេចឲ្យអ្នកម្ដាយហ្នឹងបាទបន្តនៅការបំរើដោះកូនជារៀងរហូតដោយលោកជំទាវបានលើកឡើងថាបាទពេលជាប់ហ្នឹងបាទមានបំរើតឈប់ទៅយូរទៅត្រឡប់មកដើមវិញប៉ុន្តែយើងអត់ទេយើងមិនគួរតែគឺត្រូវតែអនុវត្តដដែលមានឆែកនេះហ្នឹងអនុវត្តជាដដែលរហូតដើម្បីរក្សានិរន្តរភាពបាទលោកគ្រូបន្ថែមពីនេះទៀតជាធម្មតាការបំបើដោះកូនដោយទឹកដោះម្ដាយវាមិនមែនជាការងាយស្រួលនៅក្នុងអំឡុងពេលលោកគ្រូអនុវត្តគម្រោងហ្នឹងថាតើមានជាបញ្ហាប្រឈមអីខ្លះដែរហើយនៅក្នុងអំឡុងពេលហ្នឹងថាតើមន្ទីរពេទ្យមានជាការជំរុញទឹកលើកទឹកចិត្តយ៉ាងណាដែរដើម្បីសម្រេចបានគោលដៅបាទធម្មតាយើងអនុវត្តអ្វីមួយតែតែមានភាពងាយស្រួលនិងភាពលំបាកបាទភាពលំបាកម្ដាយមួយចំនួននៅតែប្រកាន់ទស្សនៈចំកូននៅទឹកដោះម្ដាយដោយគាត់ថាហ្នឹងទីមួយគឺថាគាត់ចង់រក្សាសម្ផស្សរៀងរបស់គាត់បាទចង់បើកដោះនឹងដោះម្ដាយទេប៉ុន្តែយើងព្យាយាមបញ្យល់អំពីផលបាក់ផ្សេងក្នុងការចិញ្ចឹមដោយទឹកដោះម្ដាយបាទមានអ្វីថ្លៃថ្លាជាងដោះម្ដាយទេព្រោះទី1វាមានអនាម័យស្រាប់បាទដោះម្ដាយទី2បាទមានវីតាមីនមានជាតិសារធាតុចិញ្ចឹមនៅក្នុងគ្រប់តែម្ដងបាទហើយទី3នឹងបង្កើនភាពស្និទ្ធស្នាលរវាងម្ដាយនិងកូនគឺនៅពេលដែលយើងបើដោះកូនអឹបនឹងទ្រុំម្ដាយទទួលបានអារម្មណ៍បាទតំណាក់តំណងគ្នាទៅវិញទៅមកអញ្ចឹងនេះហើយយើងព្យាយាមបញ្យល់គាត់បាទទោះបីជាគាត់បកកែកយ៉ាងណាក្តីយើងត្រូវតែឈរមើលបាទយើងមានបន្ទប់ពំរៀនការបំបើដោះកូនយើងយកគាត់ទៅក្នុងបន្ទប់ដាច់កន្លែងមួយបាទបញ្ចុះចូលគាត់ហើយពង្រៀនគាត់ចាក់ស្ដែងតាមហ្នឹងបាទ